បាទសូមគោរពនឹងជំរាបសួរឲ្យដំលោកជំទាវលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ទីគោរពជាទីរាប់អានណាខ្ញុំបាទសូមលើកយកនៅតម្រាសាងសង់ផ្ទះដែលគិតទៅតាមដួងចៅជីវិតរបស់យើងមនុស្សយើងម្នាក់មានរាសីមានវាសនាមិនដូចគ្នាទេដោយសារយើងកើតមកមានថ្ងៃមានខែមានឆ្នាំខុសគ្នាយ៉ាងណាមិញការតម្រានៃការសាងសង់ផ្ទះនេះដែរយើងមិនសូវឲ្យតម្លៃទៅលើក្បួនបុរាណរបស់ខ្មែរយើងដែលបានចងក្រងមកយើងឲ្យតម្លៃតែក្បួនហុងស៊ុយរបស់ចិនអញ្ចឹងដែរឮតែហុងស៊ុយផុសចិនយើងចាប់ផ្ដើមយើងថាការមើលហុងស៊ុយហ្នឹងគឺពិតជាល្អហើយគ្រូហុងស៊ុយក៏ស៊ីថ្លៃច្រើនដែរតែយើងមិនសូវឲ្យតម្លៃទៅលើក្បួនខ្មែររបស់យើងតែក៏ពិតក្បួនខ្មែររបស់យើងក៏មានលក្ខណៈមួយទៅនឹងវិទ្យាសាស្ត្រដែរដោយសារយើងដេញទៅតាមថ្ងៃខែឆ្នាំកំណើតរបស់យើងមនុស្សយើងម្នាក់គឺចំណាត់ថ្នាក់នៃដួងចៅគឺខុសគ្នាឧទាហរណ៍ថាគាត់កើតនៅក្នុងឆ្នាំជូរដូចគ្នាតែគាត់កើតថ្ងៃខុសគ្នាអញ្ចឹងទិសនៃបរិវារអាយុដែលជះសេរីមូលៈឧស្សាហៈមន្ត្រីនិងការកណីរបស់គាត់គឺខុសគ្នាដែរហើយចំពោះឆ្នាំផ្សេងទៀតមានជូតរហូតដល់កលនេះគឺយើងបែងចែកទៅតាមជួរផ្សេងគ្នាយើងមិនអាចយកជូតទាំង7ជួរយើងមកដាក់ជាមួយគ្នាបានទេឆ្លូវយកមកដាក់ជាមួយគ្នាទាំង7ជួរក៏មិនបានដែរដោយសារយើងគុណចែកទៅរកនៅជលសក្រាចមួយដើម្បីធ្វើការទូទាយយ៉ាងណាមិញខ្ញុំសូមលើកយកនៅដួងកែវចម្ពោះទី4នេះដែលគេហៅថាដួងកែវសេះ4ឬក៏គេហៅដួងអ្នកសុកសានចឹងដែរដួងកែវនេះយើងមានទិសបាទកាយពុទ្ធដែលកាយពុទ្ធស្ថិតនៅលើផ្ទះភាំងកៈបែកបាក់ពុកផុយកាយប្រហោះស្ថិតនៅលើផ្ទះពោតេស្អុយរលួយជូប្អូនកាយរាហូស្ថិតនៅលើផ្ទះភាំងកៈកាយសុកស្ថិតនៅលើផ្ទះរណ្ដៅទ្រាំកាយអាទិត្យស្ថិតនៅលើផ្ទះអធិបតីកាយច័ន្ទស្ថិតនៅលើផ្ទះរាជាកាយអង្គារស្ថិតនៅលើផ្ទះទួងជ័យអញ្ចឹងដែរនៅក្នុងទាំង8ទិសនេះយើងឃើញមកជួរខាងនេះគឺក្រហមបាទក្រហមនេះខាងក្រហមនេះបើនិយាយទៅយើងថាជាបាបចំណែកជួរខាងខៀវនេះគឺបុណ្យដល់អញ្ចឹងមនុស្សយើងមានបាបមានបុណ្យបែងចែកដាច់ពីគ្នាអញ្ចឹងដែរក្នុងករណីមួយដែលយើងធ្វើផ្ទះឬក៏ធ្វើបន្ទប់គេយើងស្ថិតនៅលើផ្ទះភាំងកៈបែកបាក់ពុកផុយស្ថិតនៅលើផ្ទះពោតេស្អុយរលួយជូប្អូននេះគឺយើងអត់មានសេរីសួស្តីទេយើងនឹងមានជំងឺឈឺយើងនឹងជួបតែរឿងអពមង្គលហើយឆ្លោះទាស់តែជាមួយប្តីប្រពន្ធច្រើនហើយបើសិនជាយើងឆុងនៅទិសខាងត្បូងឆ្នាំកំណើតយើងឆុងនៅទិសខាងត្បូងឬក៏ឆុងនៅទិសខាងលិចនឹងរឹតតែឆុងខ្លាំងតែចំពោះករណីដែលយើងធ្វើបន្ទប់ដោយមិនបានដេញពេលវេលាដេញយកមើលតាមក្បួនខ្នាតទេតែយើងធ្វើនៅចំទិសខាងកើតឬក៏ទិសឦសានឬក៏ទិសខាងជើងហ្នឹងជាណាក៏នៅសុខសប្បាយអត់មានបញ្ហាអីហ្នឹងជាបុណ្យរបស់គាត់តែក្នុងករណីបើជាបាបបើជាយើងធ្វើទៅមិនបានមើលតែចំលើបាបហ្នឹងធ្វើឲ្យជីវិតគាត់ប្រកម្មរកុសមិនមានសេចក្តីសុខមានជំងឺឈឺច្រើននេះជាក្បួនបាទមិនមែនខ្ញុំចេះតែថាទេដោយសារក្បួនគឺសរសេរអញ្ចឹងខ្ញុំក៏ថាតាមអញ្ចឹងដែរហើយមនុស្សយើងម្នាក់ឆ្នាំជួរដូចគ្នាតែកើតថ្ងៃខុសគ្នាក៏បរិវារអាយុដែលចេះសេរីមូលៈឧស្សាហៈមន្ត្រីការកណីខុសគ្នាដែរអញ្ចឹងហេតុអីបានយើងថាបរិវារអាយុដែលចេះសេរីមូលៈដោយសារយើងដេញទៅតាមថ្ងៃកំណើតរបស់យើងនេះបើយើងកើតថ្ងៃអាទិត្យគឺបរិវារនៅថ្ងៃអាទិត្យបរិវារទិសអាទិត្យគឺទិសឦសានយើងត្រូវដាក់អីកន្លែងហ្នឹងគឺបន្ទប់ឬក៏រៀបចំសម្រាប់ដែលអ្នកស្នាក់នៅបាទអ្នកមើលផ្ទះបោះផ្ទះជូតផ្ទះអ្នកថែសួននេះហ្នឹងយើងគួរឲ្យនៅខាងទិសឦសានហ្នឹងទៅបាទចំពោះអាយុឬក៏ដីជះស្ថិតនៅទិសខាងកើតឬក៏ស្ថិតនៅទិសអាគ្នេយ៍យើងគួរដាក់
នៅវត្ថុដែលយើងគោរពប្រណិប័តដូចជាជំនាញផ្ទះដូចជាកងម៉ាដូចជាអាសនៈអីជាដើមឡាក់ដែលយើងគួរដាក់នៅទិសខាងនេះហើយទិសមូលៈគឺយើងសម្រាប់ដាក់ខ្លួនយើងបន្ទប់ប្តីប្រពន្ធរបស់យើងដើម្បីឲ្យមានមូលៈនឹងដំណើរទៅលើទ្រព្យសម្បត្តិដីធ្លីផ្ទះសម្បែងបាទអញ្ចឹងដែរការគុណគូទៅតាមដួងใจជីវិតនេះយើងឲ្យតែមានថ្ងៃខែឆ្នាំកំណើតយើងដឹងកើតយើងអាចនេះបានហើយអញ្ចឹងដែរយើងអាចចូលទទួលទាយបាននៅក្នុង app My SB Fortune របស់ខ្ញុំបាទដែលគ្រាន់តែយើងវាក់ download បានហើយយើងវាយថ្ងៃខែឆ្នាំយើងទៅចូលមកកន្លែងយើងសង់ផ្ទះនឹងរៀបចំបន្ទប់ហ្នឹងយើងនឹងអាចចូលទូទាយបានហើយក្នុងនោះឯកសារខ្ញុំសរសេរជា PDF មានចំនួន6ទំព័រទៅ7ទំព័រទៅតាមអ្នកដែលនេះអ្នកខ្លះសរសេរច្រើនតិចអ្នកខ្លះសរសេរមិនច្រើនប៉ុន្មានទេដល់អញ្ចឹងយើងអាច short screen ដើម្បីទុកមើលបានហើយយើងអាចមើលក្នុងការសាងសង់ផ្ទះបាននេះទៅតាមទិសនេះគឺដួងចម្ពោះទី4បាទអញ្ចឹងខ្ញុំក៏សូមបញ្ចប់ដោយការបកស្រាយតែប៉ុណ្នេះសូមគោរពថ្លែងអំណរគុណដល់អាដាមលោកជំទាវលោកស្រីនាងកញ្ញាពុកម៉ែបងប្អូនបងប្អូនទាំងអស់សូមជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលមានគ្រប់គ្រងឧស្សាហ៍គុណមានលា